បងប្អូនអ្នកភូមិមកសួរសុខទុក្ខរកទឿដីបងប្អូនយើងមិត្តភក្តិម្នាក់ខ្លាមកឈាមឡើង18ហើយនៅបូលសែនព្រេនលើផ្ទះយើងខ្មែរតែមួយអនាគតតែមួយរួមគ្នាលើកស្ទួយជួយជាតិថែមរាខ្មែរពូជអ្នកជីបាទនេះគឺទឹកចិត្តមិត្តភក្តិម្នាក់ខ្លាក៏បានមកសួរសុខទុក្ខរកទឿដែលគាត់មានជំងឺគៀបសរសៃខួរក្បាលហើយក៏មិនទាន់ជាដាច់នៅឡើយដែរអញ្ចឹងគឺនៅរៀងសើរៀងភាំងមិនទាន់ចំណាំមនុស្សអស់ទេអញ្ចឹងមិនមានអីទេគឺថាក្រុមមិត្តភក្តិមូលនិធិមិត្តសម្លាញ់ក៏បានគៀងកងគ្នាចូលរួមតិចអ្នកដើម្បីមកថវិកាជួយចំពោះថ្លៃពេទ្យខ្លះព្រោះគាត់ទៅបើកថ្នាំនៅវៀតណាមនោះមកដងនោះចូលជិត1លាននោះមកអញ្ចឹងអរគុណមិនមានអីទេសូមជូនពរមិត្តភក្តិទាំងអស់សូមទទួលបាននៅសុខភាពល្អសុខសប្បាយរស់ស៊ីមានបានគ្រប់ក្រុមគ្រួសារជាពិសេសគឺម្នាក់ទឿសូមឲ្យឆាប់ជាហើយគេថាមានការចងចាំនិងធូរស្បើយឡើងវិញណាសូមអរគុណច្រើន